មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបុកសរុបលទ្ធផលការងារប្រចាំឆមាសទី1ឆ្នាំ2026និងលើកទិសដៅបន្តរបស់ក្រមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតដែលបានធ្វើឡើងនៅខេត្តកំពតកាលពីថ្ងៃទី4កក្កដា2026អាដាមសាយសំអាលបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានក្រមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានជំរុញនិងលើកទឹកចិត្តឲ្យក្រមការងាររាជរដ្ឋាភិបាលនិងមន្ត្រីជំនាញអាជ្ញាធរនិងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកំពតបន្តយកចិត្តទុកដាក់និងលើកកម្ពស់វិស័យអាទិភាពសំខាន់មួយចំនួនមានដូចជាវិស័យអប់រំសុខាភិបាលសាធារណការឧស្សាហកម្មធនធានទឹកសន្តិសុខសណ្ដាប់ធ្នាប់ទេសចរការងារដែនដីនិងមូលនិធិជាតិសង្គមជាដើមធ្វើយ៉ាងណាឲ្យកាន់តែល្អប្រសើរដើម្បីឆ្លើយតបទៅតាមផែនការរួមអភិវឌ្ឍប្រទេសជាតិសម្រាប់ឆ្នាំ2050កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់អាដាមបនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បន្ថែមថាកិច្ចសម្រាប់ថ្ងៃនេះមានរហូតដល់9ដែលដំបូងគឺមន្ទីរអប់រំមន្ទីរសាធារណការមន្ទីរឧស្សាហកម្មមន្ទីរជំនាញទឹកសុខាភិបាលមន្ទីរដនសមន្ទីរទេសចរសង្ការរងនិងសាខាមន្ទីរជាតិជំនួយសង្គមបាទបងប្អូនទាំងអស់នេះប្រហែលជាអាចដល់មកចូលរួមផ្សេងខ្លួននេះតែថាបាយកម្មរបស់នេះគឺអាចគឺបងប្អូនទាំងម៉ាក់គឺបងប្អូនម៉ាក់គឺខុសហើយគឺអត់បានទៅតាមគោលដៅគឺការបត់បាយកម្មរបស់យើងអាចអត់បានជោគជ័យជាមួយគ្នានេះតាមរបាយការណ៍របស់អាដាមម៉ៅធនិនអភិបាលខេត្តកំពតថាសម្រាប់ឆមាសទី1ឆ្នាំ2026នេះក្រមការងាររាជរដ្ឋាភិបាលចុះតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ក្រុងស្រុកនៅក្នុងខេត្តកំពតបានរៀបចំធ្វើវេទិកាសាធារណៈសរុបចំនួន426លើកទទួលបានបញ្ហាប្រឈមនិងសំណុំពរពីប្រជាពលរដ្ឋចំនួន792ករណីហើយបានដោះស្រាយនៅក្នុងវេទិកាចំនួន534ករណីដោះស្រាយនៅថ្នាក់ឃុំស្រុកខេត្តចំនួន117ករណីកំពុងដោះស្រាយនៅតាមឃុំសង្កាត់ក្រុងស្រុកខេត្តចំនួន261ករណីនិងមិនទាន់ដោះស្រាយចំនួន31ករណីហើយក៏បានស្នើទៅថ្នាក់ជាតិចំនួន6ករណីបន្ថែមទៀតក្នុងនោះក្រមការងារក៏បានសម្របសម្រួលក្នុងការដោះស្រាយបញ្ហាចំនួនក្រៅប្រព័ន្ធតុលាការទូទាំងខេត្តកំពតបានចំនួន143ករណីពីខ្ញុំហ៊ុយបន្លែង LTNG News ខេត្តកំពត